3 website នេះគឺពិសេសមែនទែនជូនទៅបងប្អូនដែលកំពុងតែរៀន design ថ្មីសម្រាប់ខ្ញុំបាទគឺបានប្រើ3 website នេះគឺពិសេសមែនទែនអញ្ចឹងបងប្អូនដែលកំពុងតែខ្វះ idea ក៏ដូចជាមិនទាន់បានស្គាល់ website ទាំង3នេះតោះទៅតាមដានទាំងអស់គ្នាបាទសម្រាប់ website ទី1នោះគឺជា website មានឈ្មោះថា Pinterest website នេះគឺមាន idea ថ្មីច្រើនមែនទែនសម្រាប់ការ designer មិនថាជា banner ជា name card ជា poster អីផ្សេងទេគឺសុទ្ធសឹងតែមាននៅក្នុងនេះទាំងអស់អញ្ចឹងបងប្អូនអាចមើលជា sample ច្រើនមែនទែនសម្រាប់ artwork នៅក្នុងនេះបាទអញ្ចឹងបងប្អូនអាចជ្រើសរើស artwork ណាដែលពេញចិត្តទៅយកទៅធ្វើជាគំរូគឺពិសេសមែនទែន website ទី2គឺជា website មានឈ្មោះថា Free Pitchសម្រាប់ website នេះដែរគឺយើងអាចយកជា template យកទៅជា sample យកទៅកែនៅក្នុង Adobe Photoshop ក៏ដូចជា Adobe Illustrator បានអញ្ចឹងគឺ website នេះគឺពិសេសមែនទែនសម្រាប់បងប្អូនដែលជា designer ថ្មីដែលមិនទាន់ចេះ start អញ្ចឹងណាយើងអាចយកពីគេទៅកែតិចតួចបានអញ្ចឹងណាបាទរីឯចំណែក website ទី3នោះគឺ website ដែលមានឈ្មោះថា Canva សម្រាប់ Canva នេះសិស្សតែបងប្អូនស្គាល់ជាទូទៅហើយអាចប្រើបាននៅលើ PC ក៏បាននៅលើទូរស័ព្ទដៃ smartphone ក៏បានអញ្ចឹងគឺអាចថាបងប្អូនអាចដឹងច្រើនអំពី Canva នេះ Canva នេះក៏ដូចជា Prefix ដែរគឺអាចកែភ្លាមនៅក្នុង Canva នឹងតែម្ដងពេលដែល artwork ណាដែលយើងពេញចិត្តឬក៏យើងស្រឡាញ់អញ្ចឹងណាហើយវាក៏មាន sample ច្រើនសម្រាប់បងប្អូន design ដែលអាចមើលបាននៅក្នុងនេះផងដែរដូច្នេះបងប្អូនដែលមិនទាន់បានស្គាល់3 website នេះអាចយកទៅសាកល្បងបានគឺពិសេសមែនទែនថ្ងៃនេះខ្ញុំបាទមេស៊ីមានតែប៉ុណ្្នឹងអរគុណជម្រាបលា